បំបាក់រុស្ស៊ីមិនបានទេទាហានអ៊ុយក្រែនស្លាប់ជាង6500នាក់ឯណោះនៅក្នុងខែមករាតែមួយគត់ហើយបាននិយាយអំពីរថក្រោះនិងយានជំនិះយោធានិងគ្រឿងសឹកផ្សេងទៀតអ៊ុយក្រែនក៏បានបាត់បង់មិនស្ទើរដែរនេះគឺជាការអះអាងរបស់ក្រសួងការពារជាតិរុស្ស៊ីដែលត្រូវបានដកស្រង់យកមកចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរុស្ស៊ីRTលោកសេជីហ្សេហ្គូមេការពារជាតិរុស្ស៊ីបានថ្លែងការពីថ្ងៃអង្គារបែបនេះថាជំនួយយោធាច្រើនបំផុតមិនធ្លាប់មានរបស់លោកខាងលិចគឺมันអាចជួយអ៊ុយក្រែនបានទេជាក់ស្ដែងនៅក្នុងខែមករាតែមួយគត់អ៊ុយក្រែនអស់ទាហានជាង6500នាក់ឯណោះហើយក្រៅពីទាហានអ៊ុយក្រែនអស់រថពាសដែកនិងរថក្រោះចំនួន341គ្រឿងយន្តហោះចម្បាំងចំនួន26គ្រឿងអធម្មបេក្ខចក្រចំនួន7គ្រឿងដ្រូន208គ្រឿងនិងយានជំនិះយោធាដែលមានបំពាក់ប្រព័ន្ធបាញ់រ៉ុកែតច្រើនកណុងមានចំនួន40គ្រឿងផ្សេងទៀតដែលនេះសបញ្ជាក់ឲ្យឃើញថាលោកខាងលិចបានប្រើប្រាស់អ៊ុយក្រែនជាឈ្នន់ដើម្បីបំបាក់រុស្ស៊ីគឺទៅមិនរួចនោះទេក្រៅពីនេះរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីរូបនេះក៏បានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនថាបានវាយប្រហារលើមន្ទីរពេទ្យតំបន់លំនៅឋាននិងទីតាំងដែលជនស៊ីវិលប្រមូលផ្ដុំនៅក្នុងតំបន់ Donetsk លុកហែនតំបន់ Zaporizhzhia និងតំបន់ Kherson ផងដែរដែលនេះគឺជាភស្តុតាងបញ្ជាក់ទង្វើភេរវកម្មនិងសារជាតិដ៏ឃោរឃៅរបស់អាជ្ញាធរអ៊ុយក្រែនស្រស់តែម្ដងលោកហ្សេហ្គូបានអះអាងទៀតថានៅក្នុងការប្រយុទ្ធគ្នាមួយប្រៅកន្លងមកនេះតបរុស្ស៊ីក៏បានរំដោះបានភូមិមួយចំនួននៅក្នុងតំបន់ Donetsk និងតំបន់ Zaporizhzhia ផងដែរបើទោះបីជាអាមេរិកនិងសម្ព័ន្ធមិត្តបន្តខិតខំធ្វើឲ្យសង្គ្រាមអូសបន្លាយយូរក៏ដោយរីឯលោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ីវិញបានលើកឡើងថាការដែលក្រុមមន្ត្រីអ៊ុយក្រែនពិភាក្សាគ្នាអំពីសេណារីយ៉ូកូរ៉េគឺជាសញ្ញាបង្ហាញថាអ៊ុយក្រែនជិតទទួលស្គាល់បរាជ័យហើយតែម្ដងកាលពីថ្ងៃអង្គាររងបានបង្អួតមូលដ្ឋានទ័ពអាកាសក្រោមដីដែលមានឈ្មោះថា Angle 44របស់ខ្លួនហើយវាគឺជាមូលដ្ឋានក្រោមដីដំបូងបង្អស់របស់រដ្ឋាភិបាលទីក្រុងតេហ៍រ៉ុងដែលអាចផ្ទុកយន្តហោះចម្បាំងបានជាច្រើនគ្រឿងនេះបើយោងតាមការចេញផ្សាយដែលភ្នាក់ងារសារព័ត៌មាន IRNA ភ្នាក់ងារសារព័ត៌មាន IRNA បានលើកឡើងបន្តថាមូលដ្ឋានទ័ពអាកាសមួយនេះគឺជាមូលដ្ឋានទ័ពអាកាសដ៏សំខាន់បំផុតរបស់អ៊ុយរ៉ុងដែលត្រូវបានសាងសង់នៅក្រោមដីយ៉ាងជ្រៅហើយវាអាចផ្ទុកដ្រូននិងយន្តហោះចម្បាំងដែលមានបំពាក់ទៅដោយមីស៊ីលបញ្ជាផ្លូវរយៈចម្ងាយឆ្ងាយបានបើទោះបីជាយ៉ាងណាទីតាំងពិតប្រាកដនៃមូលដ្ឋានទ័ពអាកាសដែលមានឈ្មោះថា Angle 44នេះគឺមិនត្រូវបានបង្ហាញនៅឡើយទេលោក Mohammad Bagheri ដែលជាមេទ័ពអាកាសអ៊ីរ៉ុងបានលើកឡើងនៅអំឡុងពេលនោះថាបើប្រទេសឬទីតាំងណាមួយនៅជុំវិញពិភពលោកត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការវាយប្រហារអ៊ីរ៉ុងហើយចឹងមូលដ្ឋាននោះនឹងរងការវាយប្រហារយ៉ាងដំណំពីសំណាក់របស់យើងចាក់ជាមិនខានសូមបញ្ជាក់ថាបច្ចុប្បន្នសត្រូវធំបំផុតរបស់អ៊ីរ៉ុងគឺមានតែពីរតែប៉ុណ្ណោះគឺអ៊ីស្រាអែលនិងអាមេរិកដាប់លឺហើយខ្លោចចិត្តណាស់លោកអើយជួយយកខ្ញុំផងខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងសម្រាប់អ្នកធ្វើជាអ្នកបម្រើរបស់អ្នកក៏បានដែរឲ្យទៅយកខ្ញុំចេញនេះគឺជាសម្ដីក្មេងស្រីពីរនាក់ដែលជាប់នៅក្នុងកំទេចថ្មបែកបាក់នៅភាគខាងជើងប្រទេសសេរីគណៈដែលតួលេខអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅទូគីនិងសេរីបានកើនឡើងលើស7900នាក់ទៅហើយនោះហើយក្រុមអ្នកជំនាញបានព្យាករណ៍ថាតួលេខអ្នកស្លាប់អាចកើនឡើងលើសនឹងទ្វេដងបើប្រតិបត្តិការសង្គ្រោះជួបស្ថានភាពអាក្រក់នោះយោងតាមមន្ត្រីទូគីនិងសេរីបានឲ្យដឹងថាគិតមកដល់ត្រឹមម៉ោងជាង1រសៀលថ្ងៃពុធនេះអ្នកបាត់បង់ជីវិតនៅក្នុងប្រទេសទាំងពីរបានកើនឡើងដល់ជាង7900នាក់ឯណោះនៅក្នុងនោះទូគីមាន5894នាក់និងនៅសេរីមាន2032នាក់ហើយសម្រាប់អ្នករងរបួសមានការកើនឡើងជិត40000នាក់ទៅហើយនៅទូគីលោកប្រធានាធិបតីអ៊ូឌីកានបានប្រកាសដាក់ខេត្តចំនួន10នៅភាគអាគ្នេយ៍ក្នុងគ្រាអាសន្នរយៈពេល3ខែគណៈក្រុមអ្នកជួយសង្គ្រោះនៅទូទាំងពិភពលោកកំពុងតែជួយអ្នកជាប់គាំងនៅក្នុងកំទេចថ្មមិនដឹងថ្ងៃមិនដឹងយប់នោះឡើយព្រោះពេលសម្រាប់អ្នកអាចរស់រានមានជីវិតគឺកាន់តែខូចទៅហើយទន្ទឹមគ្នានោះអង្គការ WHO បានសម្ដែងក្តីព្រួយបារម្ភថាមានមនុស្សរហូតទៅដល់23លាននាក់អាចនឹងរងផលប៉ះពាល់ដោយសារតែរញ្ជួយដីខ្លាំងនេះជាពិសេសជនរងគ្រោះនៅសេរីគណៈដែលពលរដ្ឋនៅក្នុងប្រទេសនេះជិត 70% កំពុងរស់នៅក្នុងការពឹងផ្អែកទៅលើជំនួយមនុស្សធម៌ស្រាប់ទៅហើយនោះគណៈវេទនាបែបនេះអតិច័ន្ទក្រហមសេរីបានដង្ហើយហៅសុំឲ្យប្រទេសលោកខាងលិចដកទណ្ឌកម្មដែលដាក់លើរដ្ឋាភិបាលរបស់លោកប្រធានាធិបតីបាសាតអាល់អាសាដជាបន្ទាន់ហើយសុំផ្ដល់ជំនួយជាប្រញាប់ផងដែរឬយ៉ាងដូចនេះលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានលើកឡើងថាអាមេរិកនឹងធ្វើការជាមួយរដ្ឋាភិបាលទីក្រុងបាដាតប៉ុន្តែលោកបានបញ្ជាក់ថា
មូលនិធិមនុស្សធម៌នឹងផ្ដល់ឲ្យប្រទេសសេរីមិនមែនរបបរបស់លោកអាហ្សាតនោះទេចំនួនជនរងគ្រោះដោយការរញ្ជួយដីនៅទូគីនិងស៊ីរីចេះតែបន្តកើនឡើងជាលំដាប់តាមការចុះផ្សាយរបស់សារព័ត៌មាន BBC គិតត្រឹមព្រឹកថ្ងៃពុធនេះចំនួនអ្នកស្លាប់បានកើនឡើងដល់ជិត 8,000 នាក់ពោលគឺ 5,894 នាក់នៅខាងទូគីនិងយ៉ាងតិច 1,932 នាក់នៅខាងស៊ីរីអង្គការសុខភាពពិភពលោកបានលើកឡើងថាគ្រោះរញ្ជួយដីដ៏កំណាចនៅទូគីនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ 23 លាននាក់ដោយក្នុងនោះ 5 លាននាក់ជាជនងាយរងគ្រោះធ្ងន់ធ្ងរខ្លាំងប៉ុន្តែអង្គការបានសន្យាផ្ដល់ការគាំទ្រសម្រាប់រយៈពេលវែងសូមបន្តស្ដាប់អៀងសុកមាញ់ប៉ុន្មានម៉ោងក្រោយមហន្តរាយរំជួយដីសហគមន៍អន្តរជាតិបានប្រមូលផ្ដុំជំនួយបន្ទាន់សម្រាប់ទូគីភ្លាមអន្តរជាតិសន្យាជួយជនរងគ្រោះស៊ីរីដែរតែមិនមែនជាយន្តការបន្ទាន់ទេភាពខុសគ្នានេះគឺបណ្ដាលមកពីបញ្ហាភូមិសាស្ត្រនយោបាយនិងការទូតតាំងពីឆ្នាំ2011មករដ្ឋាភិបាលស៊ីរីដឹកនាំដោយលោកបាសាអាល់អាសាដបានជាប់ទណ្ឌកម្មអន្តរជាតិក្រុមលោកខាងលិចមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោកបាសាអាល់អាសាដនេះទេដូច្នេះបារាំងក៏ដូចជាអាល្លឺម៉ង់និងសម្ព័ន្ធមិត្តពិតជាពិបាកបង្ហាញវត្តមានចូលជួយប្រទេសមួយដែលខ្លួនចាត់ទុកថាមិនស្របច្បាប់ណាស់នេះគឺជាបញ្ហាមួយទៀតគឺគ្រោះរញ្ជួយដីបានវាយប្រហារលើភាគខាងជើងប្រទេសស៊ីរីដែលមួយផ្នែកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកឧទាមខ្លះគាំទ្រដោយមហាអំណាចបរទេសខ្លះដោយពួកជីហាតនិងកងកម្លាំងគូគឌីស្ថានឯម្ខាងទៀតស្ថិតក្រោមកណ្ដាប់ដៃរបស់រដ្ឋាភិបាលដែលគាំទ្រដោយអ៊ីរ៉ង់និងរុស្ស៊ីតាំងពីផ្ទុះសង្គ្រាមស៊ីវិល12ឆ្នាំមកនេះពលរដ្ឋស៊ីរីចំនួន 4.8 សែននាក់រស់ក្នុងតំបន់ឧទាមរស់ត្រដរដោយសារតែជំនួយមនុស្សធម៌អន្តរជាតិបញ្ជូនមកពីខាងទូគីតាមច្រកបាប់អាល់ហាវ៉ាតែមួយគត់ស្របតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិចាត់ទុកជាការរំលោភបូរណភាពដែនដីស៊ីរីពីសំណាក់ក្រុងដាម៉ាស់និងរុស្ស៊ីច្រកមួយនេះរួមតូចជារៀងរាល់ថ្ងៃហើយអាចនឹងចាល់ភ្លាមប្រសិនបើមានលំហូរជំនួយច្រើនជាមួយនឹងសេចក្តីអំពាវនាវសុំការគាំទ្រពីសហគមន៍អន្តរជាតិឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិបានធានាថានឹងចែកចាយជំនួយអន្តរជាតិដល់គ្រប់ពលរដ្ឋទូទាំងប្រទេសក៏ប៉ុន្តែបើបញ្ជូនជំនួយតាមដែនដីគ្រប់គ្រងដោយក្រុងដាម៉ាស់នោះបញ្ហាការទូតនឹងអាចកើតឡើងដោយខាងរដ្ឋាភិបាលត្រូវធ្វើជាអ្នកចែកចាយជំនួយដល់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវហើយមេដឹកនាំឧទាមត្រូវផ្ដល់ការព្រមព្រៀងឲ្យទទួលអំណោយជាសរុបប្រជាពលរដ្ឋស៊ីរីក្រោមដែនអំណាចរដ្ឋាភិបាលអាចនឹងទទួលជំនួយអន្តរជាតិដោយអ្វីដែលធ្លាប់ធ្វើតាំងពី10ឆ្នាំកន្លងមកក៏ប៉ុន្តែប្រជាពលរដ្ឋដែលជាជនភៀសខ្លួននៅតំបន់អាឡេបឬក៏តំបន់ឧទាមអាចនឹងត្រូវចាំស្ងួតក្រពះដែរពីព្រោះអាញាធរទូគីកំពុងរវល់ប្រឹងជួយជនរងគ្រោះរបស់ខ្លួនយ៉ាងសន្ធឹកសន្ធាប់ណាស់ជំនួយបន្ទាន់សម្រាប់ស៊ីរីនៅពេលនេះមានមកតែពីខាងអេមីរ៉ាតអារ៉ាប់រួមចំនួន$13 លានទោះបីជាធ្លាប់ដាក់ស៊ីរីឲ្យនៅឯកាមែនក៏ប៉ុន្តែក្រមប្រទេសសម្ព័ន្ធអារ៉ាប់ពិតជាមិនអាចបោះបង់ស៊ីរីទៀតទេនៅចំពោះមុខមហន្តរាយរំជួយដីដ៏កំណាចនាពេលនេះ